ស្នេហាជាសុភមង្គលមួយរបស់មនុស្សលោកដែលមិនគិតពីពេលវេលាឬពីទីកន្លែងទោះជាស្ថិតនៅឆ្ងាយពីគ្នាយ៉ាងណាក្តីយ៉ាងណាមិញនៅក្នុងបទចម្រៀងលងស្នេហ៍គួយលីនជាការដំណើររឿងស្នេហាមួយរបស់លោកពុយគាដែលបានទៅបំពេញបេសកកម្មការងារផ្នែកព័ត៌មាននៅទីក្រុងគួយលីនប្រទេសចិនហើយដែលលោកបានលងសម្រស់នៅទីនោះរហូតស្រមើស្រមៃតែងជាបទចម្រៀងមនោសញ្ចេតនាសាសងរវាងនារីគួយលីននិងបុរសខ្មែរហើយទីបំផុតប្រែស្នេហានោះទៅជាចំណងចងមេត្រីភាពផ្នែកទេសចររវាងទីក្រុងគួយលីននិងសៀមរាបតើបទចម្រៀងនេះមានអត្ថន័យស្នេហាជ្រាលជ្រៅយ៉ាងណាទៅសូមអញ្ជើញស្ដាប់និងទស្សនាវីដេអូទាំងស្រុងដូចតទៅទុនលេលីជាងរាជវាំងសមរងរុកខជាតិទៀបពួងដងអមគងជាទីរីរាប់ម៉ឺនពើតពើងរកគ្នាលោដោយសុគីគយគុណមិនណាបងលងសំរងគួយលិនស្រីហើយចង់នៅគៀកកាយក្បែរស្រស់ឆោមឆាយមើលថែថ្នាំថ្នមបីបំរូបកាយតែត្រូវឃ្លាតឆ្ងាយឆ្ងាយទាំងអាឡ័យសៀសំដីប្រថ្លៃវិចាអូនជាបបកាណូភាល័យបបមិនធ្លំភំស្នេហ៍អ្វីតែជានិស័យស្រីមិនកន្តើអូនសូមរសាពីព្រំចារីសូមចិនប្រណីមិនផ្ដាចម្លាមិនមែនជាគូពីជាតិមុនឡើយជីនពូចៃអើយសូមត្រឹមជាបងរៀមជាប់ចំណងស្នេហ៍ដងទុនលេលីអនុសាវរីយ៍ដែលយើងសាសងមិនអោយគួយលីនចាងឆ្ងាយពីបងសៀមរាបត្រកងចងមេត្រីសំរងគួយលិនស្រីហើយចង់នៅគៀកកាយក្បែរស្រស់ឆោមឆាយមើលថែថ្នាំថ្នមបីបំរូបកាយតែត្រូវឃ្លាតឆ្ងាយឆ្ងាយទាំងអាឡ័យសៀសំដីប្រថ្លៃវិចាអូនជាបបកាណូភាល័យមិនធ្លំភំស្នេហ៍អ្វីតែជានិស័យស្រីមិនកន្តើអូនសូមរសាពីព្រំចារីសូមចិនប្រណីមិនផ្ដាចម្លាមិនមែនជាគូពីជាតិមុនឡើយជីនពូចៃអើយសូមត្រឹមជាបងរៀមជាប់ចំណងស្នេហ៍ដងទុនលេលីអនុសាវរីយ៍ដែលយើងសាសងមិនអោយគួយលីន
ចាងឆ្ងាយពីបងសៀមរៀបត្រកងចងមេត្រីមិនអោយគួយលីនចាងឆ្ងាយពីបងសៀមរៀបត្រកងចងមេត្រី